បាទបងប្អូនថ្ងៃនេះយើងនិយាយបន្តិចពាក់ព័ន្ធនឹងបងប្អូនខ្លះគាត់តែងតែលើកឡើងនិយាយថាអូយនឹងចំទៅស្អីទេគួរសម័យឥឡូវហើយយូរណាស់តម្រាំនឹងបានផលអាហ្នឹងជាការលើកឡើងរបស់គាត់ណាពីខ្ញុំទៅវិញខ្ញុំគិតថាបងប្អូនត្រូវគិតថាយើងធ្វើអីក៏ដោយបងប្អូនបើយើងរំពឹងពេកយើងទះសារពេកវាពិបាកធ្វើអីក៏ដោយឬក៏ចិញ្ចឹមប្រភេទអីក៏ដោយក៏យើងត្រូវការពេលវេលាដូចគ្នាបងប្អូនដើម្បីទទួលបានផលត្រូវការភាពអត់ធ្មត់មិនមែនយើងចិញ្ចឹមថ្ងៃនេះបានផលថ្ងៃស្អែកទេយើងដាំដើមឈើក៏អញ្ចឹងមិនមែនដាំថ្ងៃហ្នឹងបានម្លប់ថ្ងៃហ្នឹងទេអញ្ចឹងទៅថ្ងៃមុខវានឹងហុចផលឲ្យយើងអញ្ចឹងបើយើងទន្ទឹងទះសារពេកវាអត់ដូចតាមបំណងយើងទេអ្វីក៏ដោយគឺត្រូវការពេលវេលាអញ្ចឹងយើងត្រូវតែអត់ធ្មត់បងប្អូនហើយពេលយើងទទួលផលបានគឺលួចដំ